តារាកំ pl ែងនាយតាក់ស៊ីបានទទួលអំណោយមនុស្សធម៌និងថវិកាពីសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតារាកំ pl ែងដល់មានប្រជាប្រិយភាពនាយតាក់ស៊ីដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះកុសុមៈបានទទួលការយកចិត្តទុកដាក់និងការឧបត្ថម្ភពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាតាមរយៈការចាត់តាំងក្រុមការងារចោះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ព្រមទាំងថវិកាមួយចំនួនទៅជូនលោកដោយផ្ទាល់តាមព័ត៌មានបានឲ្យដឹងថាបន្ទាប់ពីទទួលបានដំណឹងអំពីស្ថានភាពសុខភាពរបស់នាយតាក់ស៊ីដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរនិងកំពុងជួបប្រទះការលំបាកផ្នែកជីវភាពផងនោះនៅព្រឹកថ្ងៃទី4ខែសីហាឆ្នាំ2026សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានចាត់ឲ្យលោកជំទាវ ហ៊ួន ច័ន្ទបូរីនាយកការនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជានិងក្រុមការងារចោះទៅសួរសុខទុក្ខដោយផ្ទាល់ដល់នាយតាក់ស៊ីនៅមន្ទីរពេទ្យព្រះកុសុមៈក្នុងឱកាសនោះលោកជំទាវ ហ៊ួន ច័ន្ទបូរីបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីអាណិតអាសូរពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះនាយតាក់ស៊ីព្រមទាំងលើកទឹកចិត្តឲ្យខិតខំថែរក្សាសុខភាពនិងបន្តការព្យាបាលតាមការណែនាំរបស់ក្រុមគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយនិងវិលត្រឡប់មកស្ថានភាពប្រសើរឡើងវិញជាមួយគ្នានេះដែរក្រុមការងារកាកបាទក្រហមកម្ពុជាក៏បាននាំយកអំណោយមនុស្សធម៌ដែលរួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ចាំបាច់និងថវិកាមួយចំនួនទៅប្រគល់ជូននាយតាក់ស៊ីដើម្បីជួយសម្រួលដល់ការរស់នៅនិងការចំណាយមួយចំនួនក្នុងអំឡុងពេលសម្រាប់ព្យាបាលជំងឺការចុះសួរសុខទុក្ខនិងការផ្ដល់អំណោយមនុស្សធម៌នេះត្រូវបានចាត់ទុកជាកាយវិការដ៏ប្រកបដោយក្តីមេត្តានិងមនុស្សធម៌ដែលបានផ្ដល់ទាំងការលើកទឹកចិត្តនិងការគាំទ្រដល់សិល្បករដែលកំពុងជួបការលំបាកក្នុងជីវិតនិងស្ថានភាពសុខភាពដោយក្តីរំភើបនិងសោមនស្សចំពោះការយកចិត្តទុកដាក់នេះនាយតាក់ស៊ីបានសម្ដែងនូវក្តីគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាដែលបានចោះមកសួរសុខទុក្ខនិងផ្ដល់ជំនួយក្នុងគ្រាដែលលោកកំពុងមានការលំបាកនាយតាក់ស៊ីក៏បានគោរពជូនពរសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចតេជោហ៊ុនសែនសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតឲ្យជួបប្រទះតែសេចក្តីសុខសុភមង្គលសុខភាពល្អរឹងមាំនិងមានអាយុយឺនយូរដើម្បីបន្តបំពេញភារកិច្ចនិងដឹកនាំប្រទេសព្រមទាំងបន្តជាឆាប់ត្រជាក់ដល់ប្រជាពលរដ្ឋកម្ពុជាតទៅមុខទៀតសម្រាប់នាយតាក់ស៊ីដែលជាតារាកំ pl ែងមួយរូបមានឈ្មោះល្បីនិងបានចូលរួមបង្កើតស្នាដៃសិល្បៈជាច្រើនជូនដល់ទស្សនិកជនការទទួលបានការយកចិត្តទុកដាក់និងការលើកទឹកចិត្តក្នុងពេលកំពុងមានជំងឺនេះគឺជាកម្លាំងចិត្តដ៏សំខាន់មួយសម្រាប់លោកក្នុងការបន្តការព្យាបាលដោយសង្ឃឹមថាលោកនឹងឆាប់ត្រឡប់មកស្ថានភាពប្រសើរឡើងវិញនិងបានវិលត្រឡប់មកផ្ទះវិញក្នុងពេលឆាប់ខាងមុខនេះជាចុងក្រោយក៏សូមជូនពរដល់នាយតាក់ស៊ីឲ្យឆាប់បានជាសះស្បើយមានសុខភាពល្អនិងមានកម្លាំងចិត្តរឹងមាំឡើងវិញទោះបីជារាងកាយមិនអាចវិលត្រឡប់ដូចសភាពដើមវិញក៏ដោយ